បាទសួស្តីបងប្អូននៅក្នុងវីដេអូនេះគឺយើងនិយាយតាក់ទងជាមួយនឹងជំងឺដែលមានប្រជាប្រិយនៅលើដំណាំស្រូវហើយក៏ជាជំងឺដែលបងប្អូនប្រជាកសិករភាគច្រើនគឺខ្លាចជំងឺនឹងមែនទែននោះគឺជាជំងឺបាក់តេរីនេះគឺជាជំងឺដែលភាគច្រើនគឺកើតទៅលើស្រែក្នុងដំណាក់កាលស្រូវបង្កបង្កើតគួរចាប់ពីផើងតូចផើងធំនិងវគ្គដែលវាផ្សំកសនិងដាក់គ្រាប់ដោយសារតែជំងឺនេះគឺវាកើតក្នុងដំណាក់កាលដែលសំខាន់នៅលើដំណាំស្រូវក៏យើងពិបាកក្នុងការព្យាបាលវាផងដែរមានន័យថានៅពេលដែលវាកើតទៅលើដំណាំស្រូវរបស់យើងហើយគឺយើងពិបាកក្នុងការកម្ចាត់និងព្យាបាលវាមែនទែនហើយកត្តាដែលធ្វើឲ្យជំងឺនឹងកើតច្រើនជាងគេនៅប្រទេសខ្មែរយើងគឺអាកាសធាតុអាប់អួរភ្លៀងច្រើនអាកាសធាតុស្អុះស្អាប់គឺវាកើតហើយវាកើតភាគច្រើនគឺលើពូជដែលមិនសូវធន់ដូចជាពូជសែនក្អូបពូជសង្ហែនិងពូជផ្សេងទៀតដែលវាអត់ធន់ជាមួយនឹងពពួកអាកាសធាតុនិងជំងឺទាំងអស់ហ្នឹងជំងឺបាក់តេរីនៅពេលដែលវាកើតទៅលើស្រែរបស់យើងហើយគឺធ្វើឲ្យស្រែយើងបើសិនជាកើតក្នុងដំណាក់កាលផើងតូចនិងផើងធំធ្វើឲ្យវាចេញគួរអត់រួចឬក៏ខូចគ្រាប់នៅខាងក្នុងតែម្ដងបើសិនយើងព្យាបាលអត់ជាហើយបើសិនជាវាកើតកំឡុងពេលហាលផ្កានិងផ្សំកេសរគឺធ្វើឲ្យគ្រាប់វាដាក់អត់ពេញឬក៏សំដីច្រើនឬក៏គ្រាប់វាស្រាលឬក៏វាឡើងអុចឬក៏ឡើងខ្មៅនៅលើគ្រាប់ជំងឺបាក់តេរីគឺភាគច្រើនគឺវាធ្វើឲ្យស្លឹករបស់ស្រូវគឺចាប់ដើមឆេះកែមស្លឹកឬក៏ឆេះចុងស្លឹកឬក៏ឆេះស្លឹកតែម្ដងហើយយើងអាចសង្កេតឃើញជំងឺបាក់តេរីនៅលើស្លឹកបានអាការៈដំបូងដែលបងប្អូនឃើញនៅលើវីដេអូមួយនេះគឺអាការៈដំបូងដែលវាកើតទៅលើដំណាំស្រូវហើយដំណាក់កាលដំបូងនេះគឺយើងអាចសង្កេតឃើញវាបើសិនជាវាមានកើតទៅលើស្រែបងប្អូនត្រូវតែបាញ់ថ្នាំកាត់វាលឿនដើម្បីព្យាបាលវានិងកុំឲ្យស្រូវរបស់យើងចាប់ផ្ដើមធ្ងន់ធ្ងរជាងនេះប្រភពចម្លងជំងឺបាក់តេរីនេះគឺវាចម្លងចេញពីកញ្ច្រាំងបើសិនជាស្រូវរបស់យើងវគ្គមុនយើងធ្វើទៅវាមានជំងឺបាក់តេរីនឹងកើតឡើងហើយយើងអាចសម្អាតកញ្ច្រាំងឬកម្ចាត់កញ្ច្រាំងនឹងឲ្យអស់ដើម្បីយើងវាយដីសាថ្មីអាពពួកបាក់តេរីនឹងវារក្សានៅខាងក្នុងស្រែនឹងតែនៅពេលដែលស្រូវវាចាប់ផ្ដើមដល់ដំណាក់កាលវាអាចជ្រាបចូលបានឬក៏អាចធ្វើឲ្យស្រូវនឹងឈឺបានគឺវាជ្រាបចូលភ្លាមតែម្ដងទី2នោះគឺគ្រាប់របស់វាឬក៏ពូជរបស់វាអញ្ចឹងកាលណាយើងយកពូជឬក៏គ្រាប់របស់វាដែលឈឺមកធ្វើម្ដងទៀតអញ្ចឹងកត្តាដែលហានិភ័យនៃការឆ្លងជំងឺបាក់តេរីនេះគឺខ្ពស់មែនទែនហើយកត្តាមួយទៀតនេះគឺវាឆ្លងទៅតាមទឹកគឺមេរោគបាក់តេរីហ្នឹងគឺវាឆ្លងទៅតាមទឹកអញ្ចឹងនៅពេលដែលយើងបញ្ចូលទឹកក្នុងស្រែនៅពេលដែលក្នុងទឹកហ្នឹងគឺមានមេរោគបាក់តេរីហ្នឹងអញ្ចឹងវាจะឆ្លងទៅតាមទឹកហ្នឹងចូលក្នុងស្រែរបស់យើងនឹងធ្វើឲ្យស្រូវរបស់យើងកើតជំងឺបាក់តេរីហ្នឹងដែរហើយជំងឺបាក់តេរីនេះវាបំផ្លាញស្រទាប់ស្លឹកគឺធ្វើឲ្យស្លឹកភាគច្រើនគឺស្លឹកទង់ជ័យឬស្លឹកដែលផលិតអាហារដើម្បីផ្គត់ផ្គង់គ្រាប់និងធ្វើឲ្យគ្រាប់វាណែនឬក៏ផលិតអាហារដើម្បីធ្វើឲ្យគ្រាប់របស់វាឡើងភ្លឺឬក៏ដាក់សាច់ពេញគឺធ្វើឲ្យវាខូចអញ្ចឹងស្រូវវាអត់មានអីដើម្បីផលិតអាហារទៀតទេអញ្ចឹងធ្វើឲ្យស្រូវហ្នឹងគឺវាខ្សោយឬក៏វាខូចឬក៏វាងាប់តែម្ដងបើសិនជាវាធ្ងន់ធ្ងរខ្លាំងវិធីដែលយើងអាចព្យាបាលនិងការពារវាបានគឺទី1បងប្អូនត្រូវតែដាំដុះពូជថនគឺមានបើពូជស្រូវប្រាំងយើងឬក៏ពូជhybrid គឺយើងអាចប្រើប្រាស់ពូជ5451ឬក៏ OM 5451ឬក៏ពូជ85ឬពូជដតៃទៀតដែលវាធន់ជាមួយនឹងពួកជំងឺទាំងអស់ហ្នឹងហើយទី2នោះគឺយើងត្រូវតែសម្អាតកញ្ច្រាំងឲ្យស្អាតឬក៏ធ្វើម៉េចកញ្ច្រាំងឲ្យវាលលួយអស់ចាំដាំដុះសារថ្មីទី3នោះគឺយកគ្រាប់ពូជដែលយកមកដាំដុះគឺយកគ្រាប់ណាដែលវាអត់មានប្រវត្តិក្នុងការឆ្លងជំងឺអញ្ចឹងបើយើងយកគ្រាប់ណាដែលឆ្លងជំងឺយកមកប្រើអញ្ចឹងវានឹងមានកម្រិតហានិភ័យដែលខ្ពស់ក្នុងការឆ្លងជំងឺបាក់តេរីទាំងអស់ហ្នឹងហើយក្នុងកំឡុងការលូតលាស់បងប្អូនត្រូវតែបាញ់ថ្នាំការពារវារហូតកុំឲ្យនៅពេលដែលវាឈឺហើយបានយើងបាញ់ថ្នាំព្យាបាលវាគឺយើងបាញ់ថ្នាំការពារវារហូតដោយសារបច្ចុប្បន្ននេះគឺអាកាសធាតុវាស្អុះស្អាប់ខ្លាំងណាស់សូម្បីតែបច្ចុប្បន្ននេះគឺសឹងតែភ្លៀងរាល់ថ្ងៃហើយអាកាសធាតុនៅពេលដែលក្តៅវាចាប់ផ្ដើមភ្លៀងនេះគឺជាកត្តាដែលធ្វើឲ្យពួកបាក់តេរីនឹងគឺវាឆាប់ឆ្លងនិងឆាប់ធ្វើឲ្យស្រូវរបស់យើងឈឺអញ្ចឹងបើសិនជាយើងបានបាញ់ថ្នាំការពារមុនយើងអាចទប់ស្កាត់បានមួយចំនួនធំដែរទោះបីជាពួកយើងខ្សោយប៉ុន្តែក៏អាចទប់ស្កាត់បានមួយចំនួនធំដែរហើយបើសិនជាឃើញមានស្រូវរបស់យើងឆ្លងជំងឺបងប្អូនត្រូវតែបាញ់ព្យាបាលភ្លាមៗកុំឲ្យវាឆ្លងខ្លាំងហើយបានយើងបាញ់ថ្នាំព្យាបាលអញ្ចឹងថ្នាំដែលអាចព្យាបាលវាបានគឺធ្វើម៉េចទៅរកថ្នាំដែលត្រូវពួកបាក់តេរីហ្នឹងឯងហើយបើសិនជាជំងឺនឹងវាកើតទៅលើក្នុងដំណាក់កាលហាលផ្កាហើយអញ្ចឹងទៅពេលហ្នឹងគឺសឹងតែយើងហួសពេលក្នុងការបាញ់ហើយមានន័យថាស្រូវគឺវាចាប់ផ្ដើមផ្សំកេសរអញ្ចឹងកំឡុងការហ្នឹងបើសិនជាវាកើតជំងឺបាក់តេរីយើងបាញ់ទៅវាអាចខូចកេសររបស់ស្រូវរបស់យើងឬកេសរឈ្មោលនឹងធ្វើឲ្យស្រូវរបស់យើងបើសិនជាបាញ់ក្នុងដំណាក់កាលហ្នឹងអាចនឹងស្កកច្រើនដូចគ្នាអញ្ចឹងបងប្អូនត្រូវតែកាត់មុនបាញ់ថ្នាំការពារមុនក្នុងកំឡុងកាលផើមតូចនិងផើមធំជាពិសេសគឺក្នុងដំណាក់កាលបង្កបង្កើតគួរហ្នឹងឯង
ងហើយបើសិនជាក្នុងដំណាក់កាលហាលផ្កាវាឃើញលេចឡើងជំងឺបាក់តេរីនឹងបន្តិចបន្តួចពេលដែលយើងបាញ់ថ្នាំការពារហើយវានៅតែកើតទៀតអញ្ចឹងបងប្អូនបណ្ដោយវាសិនទៅចាំដល់ពេលដែលវាបិទមាត់អញ្ចឹងបងប្អូនអាចបាញ់ថ្នាំព្យាបាលវាម្ដងទៀតដើម្បីឲ្យជំងឺបាក់តេរីវាអន់បានបន្តិចហើយស្រូវវាចាប់ផ្ដើមប្រឹងក្នុងការផលិតអាហារដើម្បីបំពេញគ្រាប់វាហើយម្យ៉ាងទៀតបងប្អូនត្រូវកាត់បន្ថយជីអ៊ុយរ៉េបើសិនជាប្រើប្រាស់ជីអ៊ុយរ៉េច្រើនលើសកម្រិតអាចនឹងធ្វើឲ្យស្លឹកស្រូវរបស់យើងវាវែងជ្រុលហើយវាខ្សោយវែងជ្រុលឬខ្សោយអញ្ចឹងបើសិនជាស្លឹកវាវែងជ្រុលវាអាចនឹងច្រឡងជំងឺបាក់តេរីនឹងលឿនអញ្ចឹងបងប្អូនត្រូវតែប្រើប្រាស់ជីអ៊ុយរ៉េល្មមមកហើយកុំឲ្យប្រើជីច្រើនពេកជីអ៊ុយរ៉េយើងមិនអាចផ្ដាច់បានទេជីអ៊ុយរ៉េវាសំខាន់ក្នុងការលូតលាស់របស់ស្រូវដែរប៉ុន្តែមិនអាចប្រើប្រាស់ច្រើនបានទេបើសិនជាប្រើប្រាស់ច្រើនវាអាចនឹងប៉ះពាល់ទៅដល់ដំណាំរបស់យើងហើយនឹងច្រឡងជំងឺជាច្រើនទៀតមិនត្រឹមតែជំងឺបាក់តេរីនឹងបានទេអញ្ចឹងអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាវីដេអូមួយនេះជួបគ្នានៅក្នុងវីដេអូក្រោយខ្ញុំពិសា